បងប្អូនជឿអត់អ្វីៗក៏ដោយសូមក៏បង្ខំនឹងទាមទារឲ្យសោះមិនថាមិត្តភាពទំនាក់ទំនងពេលវេលាភាពស្មោះត្រង់ការយកចិត្តទុកដាក់ពិសេសគឺរឿងស្នេហាអ្វីក៏ដោយដែលបានមកពីការបង្ខំឬទាមទារវាជារបស់ដែលបានមកដោយគ្មានតម្លៃទៅសោះហើយរបស់ដែលបានមកដោយមិនស្មោះត្រង់បែបនេះថ្ងៃណាមួយអ្នកគង់តែនឹងបាត់បង់វាជាមិនខានដូច្នេះអ្វីក៏ដោយបើបានមកហើយក៏ទទួលយកមកថែរក្សាឲ្យល្អចុះតែបើរបស់នោះទៅបាត់ហើយក៏បណ្ដោយឲ្យវាទៅព្រោះនេះហើយគឺជាវដ្តនៃធម្មជាតិចូលស្គាល់ពីតម្លៃពិតរបស់អ្នកមិនបាច់ទាមទារហើយក៏កុំអង្វរឬក៏បង្ខំឲ្យសោះមិនថារបស់ឬមនុស្សបើវាជារបស់អ្នកពិតរបស់នោះនឹងក្លាយទៅជារបស់អ្នកដែលស្វ័យប្រវត្តិហើយបើម្នាក់នោះពិតជាមនុស្សដែលច្បាស់លាស់នឹងចាត់ទុកថាអ្នកជាមនុស្សសំខាន់ហើយនោះគេនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីអ្នកដោយខ្លួនឯងដោយមិនចាំបាច់បង្ខំទាមទារឬក៏សុំឡើយ